responsibility តើការទទួលខុសត្រូវយើងត្រូវទទួលខុសត្រូវទៅលើអ្វីខ្លះ limit នៃការទទួលខុសត្រូវវាមានដែនកំណត់អត់សម្រាប់យើងការទទួលខុសត្រូវពាក្យនេះយើងឮសឹងតែគ្រប់ពេលសូម្បីតែនៅសាលារៀនកន្លែងធ្វើការឬមនុស្សជុំវិញខ្លួនយើងតែយើងយល់ពីអត្ថន័យរបស់វាបានដល់កម្រិតណាឬគ្រាន់តែគិតថាវាជាការបំពេញការងារឲ្យហើយឬគ្រាន់តែនិយាយថាសុំទោសនៅពេលដែលយើងធ្វើខុសការទទួលខុសត្រូវវាជាគន្លឹះក្នុងការកសាងជីវិតដែលយើងសម័យចង់បានតែនេះគឺជាចម្លើយដែលយើងនឹងដឹងការទទួលខុសត្រូវមិនមែនគ្រាន់តែធ្វើទៅតាមអ្វីដែលគេបានប្រាប់នោះទេវាគឺជាការទទួលស្គាល់ភាពជាម្ចាស់លើជម្រើសរបស់យើងពេលវេលារបស់យើងធម៌ពលរបស់យើងនិងលទ្ធផលរបស់យើងនៅពេលដែលយើងឈប់ស្ដីបន្ទោសឲ្យអ្នកដទៃហើយចាប់ផ្ដើមនិយាយថានេះគឺជាជីវិតរបស់ខ្ញុំហើយខ្ញុំនឹងជ្រើសរើសយកវិធីដោះស្រាយដោយខ្លួនឯងយើងនឹងចាប់ផ្ដើមរីកចម្រើនក្នុងរបៀបដែលយើងនឹកស្មានមិនដល់ព្រោះការទទួលខុសត្រូវវាមិនបានដាក់កម្រិតដល់យើងទេវាធ្វើឲ្យយើងមានសេរីភាពវាផ្ដល់ឲ្យយើងនៅអំណាចក្នុងការគ្រប់គ្រងការរៀនសូត្រនិងការបង្កើតការផ្លាស់ប្ដូរយ៉ាងពិតប្រាកដឥឡូវសាកសម័យថាមានយុវជនម្នាក់ឈ្មោះរិទ្ធគាត់តែងតែត្អូញត្អែអំពីជីវិតដែលមិនយុត្តិធម៌សម្រាប់គាត់ចៅហ្វាយរបស់គាត់មិនឲ្យតម្លៃដល់គាត់មិត្តភ័ក្តិរបស់គាត់មិនយល់ពីគាត់ទៀតហើយគាត់មានអារម្មណ៍ថាហេតុអ្វីគាត់ធ្លាក់មកដល់ចំណុចនេះថ្ងៃមួយមានរៀមច្បងម្នាក់បានប្រាប់គាត់ថាភាពជោគជ័យមិនមែនស្ថិតនៅលើសំណាងនោះទេវាស្ថិតនៅលើការទទួលខុសត្រូវយ៉ាងពិតប្រាកដគាត់ស្ដាប់ហើយគាត់ក៏បានសោកប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកគាត់បានគិតយ៉ាងស៊ីជម្រៅអំពីវាគាត់បានដឹងថាគាត់បានរងចាំឲ្យជីវិតផ្លាស់ប្ដូរសម្រាប់គាត់ជំនួសឲ្យការផ្លាស់ប្ដូរខ្លួនឯងវិញដូច្នេះគាត់បានសម្រេចចិត្តទទួលខុសត្រូវលើពេលវេលារបស់គាត់ការខំប្រឹងរបស់គាត់និងការរីកចម្រើនរបស់គាត់ចាប់ផ្ដើមមកធ្វើការមុនម៉ោងសុំមតិកែលម្អពីមិត្តរួមការងារនិងរៀនជំនាញថ្មីជាប្រចាំប៉ុន្មានខែក្រោយមករត់ក៏បានឡើងតំណែងជាអ្នកគ្រប់គ្រងមិនមែនដោយសារគ្រប់យ៉ាងប្រែក្លាយទៅជាភាពងាយស្រួលសម្រាប់គាត់ទេតែដោយសារគាត់ខ្លាចទៅជាមនុស្សដែលមានទំនួលខុសត្រូវខ្លាំងដូច្នេះតែយើងអាចនាំយកការទទួលខុសត្រូវមកក្នុងជីវិតរបស់យើងដោយរបៀបណាតែនេះគឺជា3ជំហានដែលអាចអនុវត្តបានជំហានទី1ឈប់ស្ដីបន្ទោសនៅពេលអ្វីខុសឆ្គងជំនួសឲ្យការចង្អុលទៅកាន់អ្នកដទៃសុំសួរខ្លួនឯងថាតើខ្ញុំអាចរៀនអ្វីពីរឿងនេះបានខ្លះសំណួរបែបនេះគឺជារបៀបនៃការលូតលាស់របស់យើងជំហានទី2រក្សាការសន្យារបស់យើងប្រសិនបើយើងនិយាយថានឹងធ្វើអ្វីមួយសូមធ្វើវាឲ្យបានសម្រេចសូម្បីតែការសន្យាតូចក៏សំខាន់ដែរព្រោះវាកសាងការផ្ដល់តម្លៃឲ្យខ្លួនរបស់យើងជំហានទី3ចាប់ផ្ដើមធ្វើភ្លាមមនុស្សដែលទទួលខុសត្រូវមិនដែលរងចាំពេលវេលាដ៏ល្អឥតខ្ចោះនោះទេពួកគេចាប់ផ្ដើមបោះជំហានតូចជារៀងរាល់ថ្ងៃហើយនោះជារបៀបដែលការទទួលខុសត្រូវក្លាយជាភាពជោគជ័យសម្រាប់ពួកគេសូមចងចាំថាការទទួលខុសត្រូវមិនមែនជាការតឹងតែងជានិច្ចនោះទេវាគឺជាការដឹងខ្លួនថាសកម្មភាពរបស់យើងកំពុងតែកំណត់រូបរាងជីវិតរបស់យើងយ៉ាងដូចម្ដេចទៅវិញសរុបមកវិញនេះគឺជាអ្វីដែលត្រូវកាត់ការទទួលខុសត្រូវមិនមែនជាទណ្ឌកម្មនោះទេវាគឺជាអំណាចវាគឺជាពេលវេលាដែលអ្នកនិយាយថាខ្ញុំជាអ្នកសម្រេចលើរឿងរ៉ាវរបស់ខ្ញុំទោះទៅជាយ៉ាងណាក៏ដោយហើយវាគឺជាបន្ទាត់ដែលបំបែកក្តីសម័យរបស់យើងឲ្យខ្លាចជាការពិតនៅពេលដែលយើងមានទំនួលខុសត្រូវយើងចាប់ផ្ដើមរីកចម្រើនយើងកាន់តែរឹងមាំទទួលបានការទុកចិត្តច្រើនជាងមុនព្រមទាំងមានទំនុកចិត្តច្រើនជាងមុនទៀតផងយើងឈប់រងចាំការផ្លាស់ប្ដូរតែយើងត្រូវផ្លាស់ប្ដូរវាវិញដូច្នេះថ្ងៃនេះយើងត្រូវតែគិតអំពីជីវិតរបស់យើងហើយជ្រើសរើសយករឿងមួយដែលយើងនឹងមានទំនួលខុសត្រូវពេញលេញចំពោះវាព្រោះពេលដែលយើងធ្វើបែបនេះជីវិតរបស់យើងនឹងចាប់ផ្ដើមឈានទៅមុខជានិច្ចអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ